ព្រះឥន្ទដ៏កំសត់ដែលជាគុណវេប៊ូគេថាមានស្ដេចទេវតាមួយអង្គរស់នៅឋានតាវតឹងគេហៅព្រះអង្គថាព្រះឥន្ទមិនចឹងសិស្សតបគណាលោកម្ចាស់ដែលជាគុណវេប៊ូចម្រើនពរពិតជាមានព្រះឥន្ទមែនព្រះអង្គជាស្ដេចគ្រប់គ្រងឋានតាវតឹងតើព្រះអង្គបានធ្វើអ្វីខ្លះទើបបានកើតមកជាព្រះឥន្ទតើព្រះអង្គបានធ្វើបុណ្យអ្វីខ្លះដែរសិស្សព្រះអង្គបានធ្វើបុណ្យកាលពីអតីតជាតិលោកម្ចាស់ដែលជាគុណវេប៊ូមែនហើយក្នុងសង្សារវដ្តដ៏វែងឆ្ងាយព្រះអង្គប្រហែលជាបានធ្វើបុណ្យក្នុងសម័យដែលសាសនារបស់ព្រះពុទ្ធមាននៅក្នុងពិភពលោកប៉ុន្តែកុសលកម្មដែលផ្ដល់កំណើតព្រះឥន្ទនេះជាអ្វីដែលលោកបានបំពេញក្នុងសម័យដែលគ្មានសាសនារបស់ព្រះពុទ្ធទេទោះបីជាយ៉ាងណាក៏ដោយការព្យាយាមរបស់ព្រះអង្គនៅពេលនោះខ្លាំងក្លាណាស់ព្រះអង្គអាស្រ័យនឹងការព្យាយាមផ្ទាល់ខ្លួនតែម្ដងទើបបានឋានៈជាព្រះឥន្ទក្នុងពេលនេះព្រះឥន្ទកាលនោះជាអ្នកមានម្នាក់លោកសេដ្ឋីមិនចាំបាច់បារម្ភទាល់តែសោះពីអាហារឬទឹកផឹកទេហើយគាត់មិនចាំបាច់ចំណាយមួយកាក់មួយសេនសម្រាប់អាហារមានជីវជាតិល្អនោះទេមានន័យថាគាត់គ្មានបញ្ហាជាបន្ទុកធំដុំនោះទេតែគាត់បានធ្វើអ្វីគាត់បានជួលអ្នកជំនាញខាងជួញដូរនិងពលករជាច្រើនហើយធ្វើការជាមួយពួកគេទាំងថ្ងៃទាំងយប់គ្មានសម្រាកតើគាត់ធ្វើអ្វីគាត់បានធ្វើការដើម្បីសុខុមាលភាពរបស់ប្រជាជនគាត់ជីកអណ្ដូងជីកស្រះនៅកន្លែងដែលគ្មានប្រភពទឹកគាត់ធ្វើផ្លូវល្អៗសម្រាប់អ្នកដំណើរតាមរបៀបនេះឯងគាត់បានរស់នៅដើម្បីសេចក្តីសុខរបស់អ្នកដទៃពេលធ្វើការជិតផ្ទះគាត់សម្រាកជិតផ្ទះប៉ុន្តែពេលគម្រោងនៅឆ្ងាយនោះគាត់មិនធ្វើដំណើរត្រឡប់មកផ្ទះវិញទេគាត់សប្បាយរីករាយណាស់ពេលឃើញគេបានសុខហើយមានមនុស្សជាច្រើនធ្វើការជាមួយគាត់គេចូលចិត្តគាត់ណាស់ដោយធ្វើការយ៉ាងនេះដោយគ្មានសម្រាកគេអាចប្រឈមមុខចំពោះបច្ចុប្បន្ននិងអនាគតបានដោយល្អកាលនោះគាត់បានធ្វើដោយមិនសម្រាកសោះពេញមួយជីវិតនេះហើយជាហេតុធ្វើឲ្យគាត់ខ្លាចជាព្រះឥន្ទបន្ទាប់ពីព្រះពុទ្ធបានត្រាស់ដឹងហើយក្នុងលោកនេះកើតមានត្រៃសរណគមហើយមានមនុស្សជាច្រើនក្រោយពេលស្លាប់បានកើតជាទេវតាក្នុងឋានតាវតឹងទេវតាទាំងនោះបានធ្វើបុណ្យតែបន្តិចបន្តួចទេដោយគ្រាន់តែបានគោរពព្រះពុទ្ធព្រះធម៌ព្រះសង្ឃតែប៉ុណ្ណោះដោយសារព្រះឥន្ទជាស្ដេចទេវតាផ្សេងទៀតត្រូវតែមកគោរពដើម្បីធ្វើកិច្ចកិច្ចចំពោះព្រះអង្គតើមានអ្វីកើតឡើងនៅពេលនោះទេវតាដែលបានកើតនៅឋានតាវតឹងតាមរយៈការបម្រើដ៏តិចតួចចំពោះត្រៃសរណគមក៏នាំគ្នាមកគោរពព្រះឥន្ទដែរប៉ុន្តែសម្លៀកបំពាក់រាងកាយយានជំនិះនិងវាំងរបស់ពួកគេមានពន្លឺភ្លឺខ្លាំងណាស់ហើយចែងចាំងរហូតតតែពន្លឺនៃសម្លៀកបំពាក់រាងកាយនិងវាំងរបស់ព្រះឥន្ទរលត់អស់នេះជាអ្វីដែលបានកើតឡើងតាមពិតពណ៌ចែងចាំងនិងសម្រស់ដ៏ត្រកាលរបស់ព្រះឥន្ទមិនបាត់ទៅណាទេប៉ុន្តែគេមើលលែងឃើញដោយសារតែទេវតាទាំងអស់នេះដូចគ្នានឹងផ្កាយនិងព្រះច័ន្ទដែរពេលវារះនឹងបញ្ចេញពន្លឺពេលយប់អ្នកអាចមើលឃើញអ្នកឃើញអ្នកសរសើរពន្លឺរបស់វាប៉ុន្តែពេលថ្ងៃរះឡើងមេឃភ្លឺហើយព្រះអាទិត្យចេញមកតើមានអ្វីកើតឡើងតើពន្លឺរបស់ផ្កាយនិងព្រះច័ន្ទនៅមានទេសិស្សតបពន្លឺនៅមានលោកម្ចាស់ដែលជាគុណវេប៊ូតើញោមមើលឃើញទេសិស្សពន្លឺព្រះអាទិត្យភ្លឺខ្លាំងជាងផ្កាយនិងព្រះច័ន្ទលោកម្ចាស់ដែលជាគុណវេប៊ូប៉ុន្តែតើញោមអាចឃើញផ្កាយនិងព្រះច័ន្ទទេតើវាទៅណាអស់សិស្សវាមិនទៅណាទេលោកម្ចាស់វានៅកន្លែងដដែលប៉ុន្តែដោយសារតែពន្លឺព្រះអាទិត្យភ្លឺខ្លាំងពេកយើងមិនអាចមើលឃើញផ្កាយនិងព្រះច័ន្ទទេលោកម្ចាស់ដែលជាគុណវេប៊ូរឿងនេះ
ដូចគ្នាកើតឡើងចំពោះព្រះឥន្ទទេវតាដែលបានកើតក្នុងឋានតាវតឹងមកពីបុណ្យដែលគេបានគោរពព្រះពុទ្ធនិងការបង្រៀនរបស់ព្រះអង្គមានសភាពដូចគ្នានឹងព្រះអាទិត្យដែរនេះជាហេតុធ្វើឲ្យពណ៌និងពន្លឺរបស់ព្រះឥន្ទបាត់បង់លែងមានប្រជាប្រិយភាពញោមហើយពេលនោះព្រះឥន្ទខ្មាស់គេណាស់ព្រះអង្គមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេចំពោះទេវតាទាំងនេះព្រះអង្គរអ៊ូតែម្នាក់ឯងថាអញសុខចិត្តបែកក្បាលជាច្រើនចំណែកប្រសើរជាងភាពអាម៉ាស់នៅពេលនេះធំធេងពេកណាស់នេះហើយជាអារម្មណ៍ខ្មាស់គេរបស់ព្រះឥន្ទពេលទេវតាទាំងនេះមកជួបព្រះឥន្ទវាំងពន្លឺចេញពីសម្លៀកបំពាក់រាងកាយរបស់ព្រះឥន្ទរលត់អស់នេះមានន័យថាបុណ្យដែលទទួលបានក្នុងសម័យដែលមានសាសនារបស់ព្រះពុទ្ធនិងបុណ្យដែលទទួលបានក្នុងសម័យដែលគ្មានសាសនាមានទំហំខុសគ្នាច្រើនណាស់ឥឡូវនេះព្រះឥន្ទខ្មាស់គេខ្លាំងណាស់រហូតដល់លែងហ៊ានចេញក្រៅសង្ងំលាក់ខ្លួនក្នុងវាំងសិស្សខ្ញុំកូណាគិតថាព្រះឥន្ទខូចចិត្តខ្លាំងណាស់លោកម្ចាស់ដែលជាគុណវេប៊ូចុះបើជាញោមវិញញោមមិនខូចចិត្តទេមែនទេសិស្សតបកូណាក៏នឹងបាក់ទឹកចិត្តខ្លាំងដែរលោកម្ចាស់ដែលជាគុណវេប៊ូទោះបីព្រះអង្គជាស្ដេចក៏ដោយព្រះឥន្ទមានបញ្ហាធំណាស់ឃើញទេទេវតានិងព្រះឥន្ទសុទ្ធតែមានបុណ្យដែលចេញពីកុសលកម្មប៉ុន្តែបើអ្នកមានកុសលទោះបីជាតិចតួចក៏ដោយក្នុងសម័យដែលមានសាសនាអ្នកនឹងបានសមិទ្ធផលច្រើនណាស់នេះជាភាពខុសគ្នាទោះបីជាពេលក្រោយពេលដែលព្រះអង្គមានអំណាចឡើងវិញក៏ដោយព្រះឥន្ទមិនអាចកែប្រែអ្វីដែលបានកើតឡើងក្នុងអតីតកាលនោះទេព្រះអង្គចាប់ផ្ដើមយល់ថាមែនហើយកុសលកម្មដូចជាអំណោយទាននិងទង្វើផ្សេងដែលគេបានធ្វើក្នុងសាសនាពិតជាមហាអស្ចារ្យមែនគឺច្រើនដងជាងទង្វើល្អដែលបានធ្វើក្រៅសម័យនៃសាសនាប៉ុន្តែបើទោះបីជាទ្រង់យល់រឿងនេះក៏ដោយព្រះអង្គមិនអាចធ្វើអ្វីបានទេព្រះឥន្ទត្រូវតែបន្តរស់នៅតាមធម្មតាដោយបានយល់ពីសារៈសំខាន់នៃការធ្វើបុណ្យក្នុងសាសនាហើយព្រះអង្គបានបញ្ជាឲ្យទេវតាដែលនៅបម្រើព្រះអង្គទៅធ្វើបុណ្យហើយពួកគេក៏ចេញដំណើរទៅភ្លាមគេនាំគ្នាទៅកន្លែងដែលព្រះមហាកាសបៈរស់នៅព្រះថេរៈក៏បានសួរថាតើអ្នកទាំងអស់គ្នាមកពីណាពួកទេវតាតបថាខ្ញុំព្រះករុណាទាំងអស់គ្នាមកពីឋានតាវតឹងពួកយើងប្រាថ្នាចង់ធ្វើបុណ្យលោកម្ចាស់ព្រះមហាកាសបៈបែរជាតបថាថ្ងៃនេះអាត្មាប្រាថ្នាចង់ឲ្យមនុស្សដែលកំពុងតែរងទុក្ខទទួលបានឱកាសរួចផុតពីស្ថានភាពពិបាកតាមរយៈការធ្វើបុណ្យកុសលសម្រាប់អ្នកទាំងអស់គ្នាអ្នកមានជីវិតដែលពោរពេញទៅដោយភ័ព្វសំណាងល្អណាស់ហើយសូមទៅវិញចុះហេតុនេះពួកគេក៏ត្រឡប់ទៅឋានតាវតឹងវិញដោយមិនបានធ្វើបុណ្យសោះពេលពួកគេរាយការណ៍រួចហើយព្រះឥន្ទក៏គិតថាខ្ញុំត្រូវតែធ្វើយ៉ាងណាក៏ដោយឲ្យតែបានធ្វើបុណ្យពិសេសមួយនេះមែនហើយព្រះឥន្ទដឹងច្បាស់ថាជារឿងល្អណាស់ក្នុងការគោរពអរិយសង្ឃបន្ទាប់ពីលោកចេញពីនិរោធសមាបត្តិភ្លាមព្រះអង្គក៏ខ្លែងធ្វើជាតាចាស់ម្នាក់ស្នាក់នៅក្នុងក្រុងរាជក្រឹសព្រះឥន្ទប្រែកាយទៅជាតាចាស់តោកយ៉ាកក្រីក្រខ្លាំងគ្មានកូនគ្មានចៅមើលថែតាត្រូវធ្វើដំណើរដើម្បីចិញ្ចឹមជីវិតទោះបីជារាងកាយទ្រុឌទ្រោមញ័រទៅត្រឹកក៏ដោយតាត្រូវធ្វើខ្ទមតូចមួយដើម្បីរស់នៅឲ្យបានស្រួលមហេសីរបស់ព្រះឥន្ទគឺសុជាតាក៏បានប្រែក្លាយជាយាយចាស់ដែរយាយក៏ទ្រុឌទ្រោមត្របកភ្នែកធ្លាក់ស្បែកក៏ជ្រីជ្រួញខ្លាំងតាយាយរស់នៅក្នុងចុងកាត់មាត់ញោមមួយពេលព្រះមហាកាសបៈបានឃើញហើយព្រះថេរៈគិតថាយាយតាដ៏កំសត់ក្រីក្រណាស់ទុរគតគួរឲ្យអាណិតណាស់
យាយតាត្រូវធ្វើការដើម្បីអាហារសម្រាប់ហូបនិងទឹកសម្រាប់ផឹកបើទោះបីក្នុងវ័យចំណាស់80ទៅ90ឆ្នាំហើយក៏ដោយថ្ងៃនេះខ្ញុំនឹងផ្ដល់ឱកាសដល់យាយតាមានទុក្ខទាំងពីរនាក់នេះឲ្យពួកគាត់អាចងើបចេញពីស្ថានភាពបែបនេះបានព្រះធេរៈបានឈរនៅមុខផ្ទះរបស់តាយាយមែនហើយតាមពិតព្រះឥន្ទនិងសុជាតាគ្រាន់តែធ្វើពុតទេពួកគេខំធ្វើឲ្យព្រះធេរៈជឿយាយតាបើកភ្នែកយឺតហើយយកដៃបាំងថ្ងៃហាក់បីដូចជាចង់មើលឲ្យបានច្បាស់ជាងមុនហើយក៏នាំគ្នាទៅថ្វាយបង្គំលោកម្ចាស់តើលោកម្ចាស់ជាព្រះមហាកាសបៈមែនទេពួកយើងក្រីក្រណាស់យើងត្រូវធ្វើការប្រចាំថ្ងៃសម្រាប់រក្សាជីវិតដែលលោកម្ចាស់បាននិមន្តមកយើងជាសិស្សនឹងបម្រើលោកម្ចាស់សូមឲ្យពួកយើងបានធ្វើបុណ្យផងវាជារឿងចាំបាច់ណាស់សម្រាប់អ្នកទាំងពីរក្នុងការបន្លំព្រះធេរៈឃើញទេប្រសិនបើព្រះធេរៈដឹងការពិតនោះអ្នកទាំងពីរនឹងមិនបានធ្វើអ្វីដែលពួកគេត្រូវការទេហេតុនេះយាយតានាំគ្នាទៅជិតព្រះមហាកាសបៈដោយអឹមអៀនដោយសុភាពរាបសារហើយក៏ដាក់ម្ហូបអាហារទឹកក្នុងបាតគេដាក់បាតយ៉ាងត្រឹមត្រូវបានប្រគេនអាហារជាច្រើនព្រះអង្គបាននិយាយថាដោយខ្ញុំគោរពចំពោះសប្បុរសធម៌និងអ្នកដែលទទួលទានដែលប្រកបដោយសប្បុរសធម៌ខ្ញុំបានចាត់ចែងប្រគេនអាហារដោយផ្ទាល់ដៃនិងគោរពយ៉ាងជ្រាលជ្រៅចំពោះលោកម្ចាស់អាហារទឹកពិតជាមានក្លិនក្រអូបណាស់ព្រះមហាកាសបៈក៏បានពិនិត្យមើលពីលក្ខណៈរបស់អាហារហើយក៏ដឹងច្បាស់ថាអ្នកទាំងពីរគឺជាព្រះឥន្ទនិងមហាសីសុជាតាព្រះធរៈគួរតែដឹងតាំងពីដំបូងប៉ុន្តែតើតែលោកមើលអាហារហើយព្យាយាមយល់ពីស្ថានភាពទើបលោកដឹងពីអ្វីដែលកំពុងតែកើតឡើងតើលោកអាចដឹងដូចម្តេចបានមុនពេលលោកពិនិត្យមើលបើទោះបីជាលោកជាព្រះអរហន្តមានឫទ្ធិនិងចំណេះដឹងយ៉ាងអស្ចារ្យក៏ដោយក៏លោកមិនអាចដឹងរឿងទាំងអស់ដោយស្វ័យប្រវត្តិនោះទេសិស្សតើនេះមកពីលោកមិនបានផ្ចង់សតិលើរឿងនោះមែនទេដែលជាគុណវេប៊ូពេលព្រះមហាកាសបៈមិនបានផ្ចង់សតិលើបញ្ហាអ្វីមួយលោកមិនដឹងពីបញ្ហានោះទេសិស្សអូអញ្ចឹងនេះជាហេតុដែលលោកត្រូវបានគេបន្លំដែលជាគុណវេប៊ូពេលនេះព្រះមហាកាសបៈក៏មានថេរដីកាថាតើញោមជាព្រះឥន្ទមែនទេព្រះឥន្ទតបមែនហើយលោកម្ចាស់ពួកយើងធ្វើនេះដោយសារតែយើងបានរងទុក្ខនិងអន្ទះអន្ទែងខ្លាំងណាស់ព្រះមហាកាសបៈញោមរស់នៅក្នុងសភាពយ៉ាងស្រណុកសុខស្រួលហើយតើមានទ្រព្យសម្បត្តិនិងរបស់កំសាន្តគ្រប់យ៉ាងព្រះឥន្ទនេះជាការពិតលោកម្ចាស់ក្នុងនាមព្រះឥន្ទខ្ញុំរីករាយចំពោះរឿងទាំងនេះខ្ញុំទទួលបានអំណាចនិងរបស់សប្បាយដោយមកពីបុណ្យដែលខ្ញុំបានធ្វើក្នុងសម័យគ្មានពុទ្ធសាសនាពេលនេះមានព្រះពុទ្ធហើយអ្នកខ្លះបានធ្វើកុសលតែបន្តិចបន្តួចទេតែបានកើតនៅក្នុងឋានតាវតឹងដែលជាដែនរបស់ខ្ញុំគ្រប់គ្រងដែរពេលគេមកគេគោរពខ្ញុំពួកគេមានពន្លឺភ្លឺខ្លាំងណាស់រហូតទាល់តែពន្លឺរបស់ខ្ញុំរលត់បាត់លែងមើលឃើញមិនត្រឹមតែប៉ុណ្ណោះទេពេលគេមកចិត្តវាំងរបស់ខ្ញុំត្រូវតែកិច្ចខ្លួនលាក់ខ្លួនពួនអាត្មាណាលោកម្ចាស់មិនហ៊ានឲ្យគេឃើញទេព្រះឥន្ទត្រូវលាក់ខ្លួនព្រោះព្រះអង្គខ្មាស់គេឃើញទេព្រះឥន្ទរងទុក្ខខ្លាំងណាស់ព្រះអង្គជាស្ដេចដ៏មានអំណាចប៉ុន្តែព្រះអង្គរងទុក្ខពេលកូនចៅមកចាំជួបព្រះអង្គគ្មានសមត្ថភាពកែប្រែស្ថានភាពទេហើយក្នុងចិត្តទ្រង់ពិភពលោកនេះពិតជាបានខ្ទេចខ្ទីគ្មានសេះសល់ទេទ្រង់គិតថាខ្ញុំសុខចិត្តបែកក្បាលជាច្រើនភាគល្អជាងសេចក្តីទុក្ខនេះធំធេងណាស់ហេតុនេះហើយបានជាទ្រង់ប្រាប់ព្រះមហាកាសបៈថាពួកយើងជាអ្នករងទុក្ខដែរលោកម្ចាស់
ក្រោយពេលបានជោគជ័យក្នុងការធ្វើបុណ្យបន្ថែមហើយព្រះឥន្ទបានចាប់ផ្ដើមមានពន្លឺយ៉ាងត្រចះត្រចង់អោព្រះឥន្ទដ៏គួរឲ្យអាណិតអើយឥឡូវនេះព្រះអង្គអាចញញឹមឡើងវិញហើយព្រះអង្គចាប់ផ្ដើមរីករាយក្នុងជីវភាពរស់នៅបន្តទៀតឃើញទេព្រះឥន្ទបានបំពេញកុសលក្នុងអតីតកាលប៉ុន្តែកុសលដែលបានធ្វើក្នុងសម័យដែលគ្មានព្រះពុទ្ធនិងកុសលដែលបានធ្វើក្នុងសម័យដែលមានព្រះពុទ្ធខុសគ្នាច្រើនណាស់អាត្មាមិនអាចបញ្យល់បន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយនោះទេបច្ចុប្បន្ននេះជាពេលដែលត្រឹមត្រូវនេះជាអាទិភាពមួយនៃជីវិតមួយដ៏ល្អណាស់តើមែនទេ